និយាយទៅបងសួរថាថ្ងៃ Valentine មាន promotion ថ្មីអត់ចម្លើយគឺថាអត់មាន promotion ថ្មីទេមានតែក្លិនថ្មីហើយក្លិនទី1 LV Rose Dawn ទី2 Guerlain de Bourgogne Spirituous ហើយចុងក្រោយគឺ Dior Vanilla Diorama និយាយទៅក្លិនលើកនេះគឺថាអែមខ្លាំងមែនតើហើយចូល order ទី1គឺបងគាត់យកជាមួយនឹងខ្លួនរបស់ LV Symphony Grit Silver Mountain Water LV Lemon Cité ហើយនឹង Chanel Coco Mandamong និយាយទៅគឺថាឥឡូវបងបុកមកទិញម្ដងច្រើនខ្លាំងមែនតើ3-4 ដបឡើងតែម្ដងហើយ order ទី2គឺបងគាត់យកជាមួយនឹងខ្លួនរបស់ Grit Aventus និយាយទៅក្លិនគេគឺថាល្អខ្លាំងមែនតើឈ្ងុយបាសយើងមនុស្សហើយលាយឡំនឹងក្លិនបាសយើងឈើគឺថាស្រស់ស្រាយក្អូបចេញមកក្លិនបែបអ្នកមានតែម្ដងហើយ order ទី3គឺ LV សម័យនិយាយទៅក្លិនមួយនេះមិនបាច់និយាយទេបងដឹងច្រើនហើយថាក្លិនវាល្អប៉ុណ្ណាវាច្រើនឲ្យតែបងបានតេស្តដឹងតែត្រឡប់មកវិញទិញតែម្ដងហើយ order ទី4គឺ LV Pacific Chill និយាយទៅក្លិនមួយនេះជឿដូចឈ្មោះគេអញ្ចឹងចេញមកបែបលក្ខណៈរៀងខូចហើយវាមានក្លិនបែបរៀងផ្អែមតិចដែរគឺថាអែមខ្លាំងមែនតើបាញ់ទៅសមុទ្រអីហើយ order ទី5គឺ JPG La Mer Elixir និយាយទៅក្លិននេះបើសិនបើបងចង់បានក្លិនមួយបែបរៀងដិតខ្លាំងហើយផ្អែម sexy តាក់ទាញប្រើមួយនេះទៅដឹងតែពេញចិត្តហ្មងបាញ់ទៅផាប់ទៅ club អីហ្នឹង the best តែម្ដងហើយ order ទី6គឺ JPG La Mer Elixir ក្លិននេះបាញ់ដើរលេងយប់អីគឺថាអែមខ្លាំងមែនតើសំខាន់ភេបានខ្លាំងទៀតសម្រាប់ order ទី7គឺ JPG La Mer La Parfum មួយរយៈនេះគឺថាបងបុកមកទិញច្រើនខ្លាំងមែនតើអញ្ចឹងបើសិនបើបងបានអីវ៉ាន់រៀងឡែតអីគឺថាជាស្រ័យមែនតើហើយអត់មានអីនិយាយច្រើនទេគ្រាន់តែអរគុណទៅដល់បងខ្លាំងមែនតើដែលបាន support ចង់ក្រោយបើសិនបើបងចង់បានទៅអបខ្លួនខាងយើងមកបងអាច comment ពាក្យថាតម្លៃនៅខាងក្រោមវីដេអូនេះ